ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដែលយើងអាចឲ្យ Snap Key ទៅកាត់វីដេអូវែងជាកង់ៗទៅជាវីដេអូខ្លីឲ្យយើងណាអញ្ចឹងខ្ញុំឧទាហរណ៍ថាវីដេអូមួយនេះមានរយៈពេលរហូតដល់20នាទីជាប្រភេទវីដេអូវែងណាហើយយើងចង់ឲ្យ tool ហ្នឹងទៅកាត់វាទៅជាខ្លីៗរបៀបនេះយើងអាចកំណត់វិនាទីឲ្យវា random បានឬក៏វិនាទីណាមួយដែលយើងកំណត់មកហើយឲ្យវាកាត់កង់អញ្ចឹងទៅជាភាគ1 2 3 4 5អីអញ្ចឹងតាមប្រវែងវីដេអូជាក់ស្ដែងអញ្ចឹងទៅអញ្ចឹងខ្ញុំនឹងធ្វើការឧទាហរណ៍ឲ្យបងប្អូននៅលើវីដេអូមួយនឹងតែម្ដងខ្ញុំនឹងធ្វើការលុបវីដេអូដែលខ្ញុំបានកាត់រួចអញ្ចឹងយើងមានតែវីដេអូវែងនៅក្នុង folder នេះទេនៅលើកម្មវិធី Snap Key បងប្អូនចូលទៅផ្ទាំង convert របស់យើងកន្លែងដែលយើងអាច convert វីដេអូបានណាយើងទាញវីដេអូចូលដូចពេលដែលយើងចង់ convert វីដេអូឬក៏ extract រូបភាពមកដល់កន្លែងនេះយើង tick ទៅលើវីដេអូហើយបន្តបងប្អូនយក mouse ស្ដាំបងប្អូនយកពាក្យថា create short video បងប្អូនចុចលើនឹងមកយើងបានផ្ទាំងមួយនេះកន្លែងនេះគឺជាវិនាទីបងប្អូនវិនាទីបានហើយយើងអាចដាក់ឲ្យ random បានឧទាហរណ៍ថាខ្ញុំឲ្យវា random ចន្លោះពី20ទៅ35វិនាទីក្នុងវីដេអូភាគខ្លីៗមួយហ្នឹងឬក៏បងប្អូនចង់ឲ្យបានដូចគ្នា20ទាំងអស់ហ្មងបងប្អូនដាក់ពី20ទៅ20ទៅនៅពេលហ្នឹងគឺវាបាន20ទាំងអស់គ្នាហើយប៉ុន្តែខ្ញុំចូលចិត្តឲ្យវា random ខ្លីខុសគ្នាតិចតួចណាកុំឲ្យវាទៅដូចគ្នាទាំងអស់អញ្ចឹងទៅបន្ទាប់មកខ្ញុំចុច start នោះវានឹងពេញពាក្យថា processing ហើយវាចាប់ផ្ដើម process វីដេអូហើយអញ្ចឹងក្នុងករណីបងប្អូនដាក់វីដេអូច្រើនហើយមកអញ្ចឹងគឺវាធ្វើការនៅតាមនឹងមកហើយណាអញ្ចឹងឲ្យវាធ្វើការមិនតិចសិនទៅវាត្រូវការពេលតាមវីដេអូធំវីដេអូតូចម៉ាស៊ីនយើងធំម៉ាស៊ីនយើងតូចអីអញ្ចឹងទៅអញ្ចឹងយើងបាន45វីដេអូសរុបណាអញ្ចឹងវាកំពុងតែ process បាន42 43នេះជាវីដេអូដែលយើងបាន extract អានេះវីដេអូវែងហើយនៅពេលដែលវា extract គឺវាបង្កើត folder មួយដាក់ឈ្មោះថា ext short នៅនឹងហ្មងយើងចូលមកគឺឃើញវីដេអូអស់នឹងហ្មងអញ្ចឹងវីដេអូនេះគឺមាន30វិនាទីយើងមាន21វិនាទីព្រោះយើងឲ្យ random ចន្លោះពី20ទៅ35អញ្ចឹងវាអាច20 21 22អីចឹងទៅយើង random ណាហើយវាចេញវីដេអូមកអីចឹងហើយចំពោះឈ្មោះ file គឺវាចេញឲ្យយើងរបៀបជាភាគបានថាមួយនៅលើអញ្ចឹង2 3 4 5 6 7 8 9អីអញ្ចឹងទៅគឺយើងមានឈ្មោះ file នៅលើនឹងឲ្យយើងស្រាប់នៅពេលដែលយើងផុសជាមួយនឹង tool ផ្សេងឬក៏អីគឺវាអាចកាត់ឲ្យយើងបាននេះប៉ុណ្្នឹងឯងបងប្អូនទាក់ទងជាមួយនឹងមុខងារយើងកាត់វីដេអូទៅជាកង់ខ្លីៗ